អ្នកដែលមានជំងឺថប់បារម្ភប្រភេទបារម្ភហួសហើយគាត់អត់បានធ្វើរោគវិនិច្ឆ័យនិងព្យាបាលត្រឹមត្រូវប៉ុន្តែគាត់លេបថ្នាំងុយគេងជំនួសដូចជាពពួកថ្នាំអាមេទីទីលីនឬក៏ថ្នាំយ៉ាសេប៉ាមនៅរយៈពេលវែងឆ្ងាយតើមានរឿងហេតុកើតឡើងអីទៅនៅពេលបន្តទៅទៀតអ្នកដែលហូបថ្នាំអាមេទីទីលីនឬក៏ថ្នាំយ៉ាសេប៉ាមនៅរយៈពេលវែងឆ្ងាយរាប់ខែរាប់ឆ្នាំហើយអត់បានធ្វើវិនិច្ឆ័យឲ្យបានត្រឹមត្រូវទី1រោគសញ្ញារបស់គាត់អត់បានព្យាបាលឲ្យជាស្បាយទាំងស្រុងទេតែវាអាចគ្រប់គ្រងបានមួយផ្នែកដោយសារតែថ្នាំអាមេទីទីលីនហ្នឹងមិនមែនជាជំរឿទី1ក្នុងការព្យាបាលជំងឺបារម្ភហួសនាពេលបច្ចុប្បន្ននេះទេប៉ុន្តែវាអាចកាត់បន្ថយរោគសញ្ញានៃជំងឺថប់បារម្ភបានខ្លះៗដែរវាជួយឲ្យអាការៈថប់បារម្ភថមថយឲ្យគេងបាននិងអាការៈមួយចំនួនទៀតដូចជាតឹងសាច់ដុំឈឺក្បាលឬក៏ឈឺកាពះអីថយទៅតាមនឹងដែរទោះបីជាយ៉ាងណាក៏ដោយអ្នកជំងឺថប់បារម្ភប្រភេទបារម្ភហួសហ្នឹងគាត់នៅតែមានរោគសញ្ញាថប់បារម្ភតទៅទៀតហើយវានឹងរ៉ាំរ៉ៃទៅមុខតទៀតបើសិនជាគាត់អត់បានប្រើប្រាស់ថ្នាំព្យាបាលសម្រាប់ព្យាបាលជំងឺហ្នឹងឲ្យបានត្រឹមត្រូវទេហើយគាត់នៅតែបន្តមានរោគសញ្ញាមួយចំនួនទៀតដូចជាបារម្ភហួសហេតុពេកគិតដដែលគិតស្មុគស្មាញគិតញ៉ៃញ៉ៃមួម៉ៅឆាប់ខឹងទះសារក្នុងចិត្តធ្វើអីក៏ដោយអត់ចូលចិត្តក្នុងការរងចាំអាសាអស់កម្លាំងជាញឹកញយហើយនឹងពិបាកក្នុងការចងចាំនៅពេលដែលគាត់មានអាការៈហ្នឹងយូរទៅគាត់គិតថាគាត់ជាមនុស្សម្នាក់ដែលមានអត្តចរិតបារម្ភហួសអញ្ចឹងអាហ្នឹងមិនមែនជាជំងឺផ្លូវចិត្តដែលត្រូវតែស្វែងរកការព្យាបាលទេជាទូទៅគាត់ប្រើថ្នាំទាំងអស់ហ្នឹងសម្រាប់ឲ្យគាត់គេងដោយសារតែអ្នកជំងឺដែលមានជំងឺថប់បារម្ភហ្នឹងគាត់ពិបាកគេងហើយថ្នាំអាមីទីតាលីនឬក៏ថ្នាំយ៉ាសេប៉ានហ្នឹងវាជួយឲ្យគាត់គេងបានអញ្ចឹងទៅគាត់ចេះតែបន្តហូបថ្នាំហ្នឹងក្នុងរយៈពេលវែងឆ្ងាយ10-20ឆ្នាំទៅក៏មានដែរទាំងដែលមែនតែនទៅរោគសញ្ញានៃជំងឺថប់បារម្ភគាត់អត់បានព្យាបាលទេដែលធ្វើឲ្យនៅពេលដែលគាត់ចង់ឈប់ថ្នាំឈប់អត់បានឈប់ថ្នាំអាការៈថប់បារម្ភរបស់គាត់នឹងត្រឡប់មកវិញហើយក្រៅពីនឹងទៀតថ្នាំទាំងអស់ហ្នឹងនៅពេលដែលយើងប្រើប្រាស់ក្នុងរយៈពេលវែងឆ្ងាយទៅវាបង្កមកផលរំខានមួយចំនួនដូចជាសង្កត់មាត់ពិបាកបត់ជើងធំពិបាកបត់ជើងតូចប៉ះពាល់ជាមួយនឹងការចងចាំនិងល្ងុយគេងនៅពេលថ្ងៃហើយអ្នកជំងឺហ្នឹងគាត់ជាប់ជាមួយផ្នត់គំនិតមួយថាគាត់អាចអត់ថ្នាំហ្នឹងបានទេបើសិនជាអត់ថ្នាំហ្នឹងគាត់គេងលក់ទេហើយបើសិនជាគាត់ឈប់ថ្នាំហ្នឹងអាការៈភ័យរបស់គាត់នឹងត្រឡប់មកវិញដែលធ្វើឲ្យគាត់នឹងអាចទាំងហូបថ្នាំក្នុងរយៈពេលវែងឆ្ងាយបើទោះបីជាថ្នាំនឹងអត់ញៀនក៏ដោយប៉ុន្តែនៅពេលដែលគាត់ឈប់ថ្នាំនឹងអាការៈធ្វើទុកនឹងកើតឡើង